នៅពេលនោះរីយូម៉ាបានបកគោលដៅខ្មៅរបស់គាត់ទៅឲ្យសូរ៉ូហើយក៏សុកចិត្តដកស្មៅទៅឲ្យប្រុកវិញផងដែរពេលបានស្មៅវិញប្រុកសប្បាយចិត្តខ្លាំងណាស់ព្រោះគាត់បានរងចាំរយៈពេល5ឆ្នាំហើយពេលនេះយើងបន្តទៅមើលការប្រយុទ្ធគ្នារវាង Robin និង Chopper ប៉ះជាមួយនឹងក្រុម Dr. Hawkback ចាប់ផ្ដើមឡើង Robin បានបដោតដៃទៅគ្រាក Zombie ដែលមានស្មៅរបស់សូរ៉ូឈ្មោះ Chikoro ប៉ុន្តែជាប់មិនយូរទេ Chikoro ក៏បានរើរួចការរើនោះក៏បានធ្វើឲ្យ Robin របួសវិញផងដែរមិនមែនគ្មានរឿងអីកើតឡើងចំពោះ Robin ទេចំណែក Chopper ដែលនៅក្បែរនោះក៏ត្រូវបានឆ្កែ Penguin ដែលមានស្មៅរបស់ Sanji ស្ទុះចូលទៅទាត់មួយជើងឲ្យរបួសផងដែរក្នុងពេលជាមួយគ្នា Chikoro បានវាត់ដាវតម្រង់ទៅ Robin តែវត្តខកពីប៉ះចំឆ្កែ Penguin ដល់ពេលអញ្ចឹងឆ្កែ Penguin ក៏ស្ដីឲ្យ Chikoro ហើយពួកគេក៏បានប៉ះសម្ដីគ្នាឆ្លៀតពេលនោះ Chopper ក៏លោតទៅគ្រាក Chikoro ជាប់រួចប្រាប់ឲ្យ Robin ប្រញាប់យកអំបិលសោកចូលទៅក្នុងមាត់របស់គាត់នៅពេលនោះពួកគេបានរួមគ្នាធ្វើបៀននឹងបានសម្រេចទៅហើយស្រាប់តែឆ្កែ Penguin លោតមកត Robin ពីក្រោយបានន័យថាឆ្កែ Penguin នៅពេលនេះខ្លាចទៅជា Zombie 100% មិនមែនជា Sanji ទៀតទេបើសិនជា Sanji វិញគាត់មិនទាន់មនុស្សស្រីអញ្ចឹងទេនៅពេលនោះ Hawkback បានសើចចំអកឲ្យពួកគេហើយនិយាយថានៅពេលដែលស្មៅចូលទៅក្នុងខ្លួន Zombie ដំបូង Zombie អស់ទាំងនោះនៅចាំទម្លាប់ចាស់បានខ្លះតែមិនយូរទេពួកគេនឹងភ្លេចអស់ហើយធ្វើតាមតែបញ្ជាដើម្បីឲ្យឃើញជាក់ច្បាស់ Hawkback បានទៅទាត់ Sindri មួយជើងហើយបញ្ជាឲ្យនាងយន្តដាត់លិតឥតនៅពេលនោះ Sindri អត់មានប្រកែកអីទេក៏ធ្វើតាមបញ្ជា Hawkback បាននិយាយទៀតថាការពីមុន Sindri គឺជាតារាដែលគាត់លួចស្រឡាញ់នាងធ្លាប់បានមកព្យាបាលជំងឺនៅ clinic របស់គាត់ហើយគាត់យល់ថានាងមិនត្រឹមតែស្អាតទេហើយប្រកែកទៀតតែគួរឲ្យស្ដាយនាងមានគូដំណឹងរួចបាត់ទៅហើយក្រោយមក Hawkback បានទទួលដំណឹងដ៏រន្ធត់មួយថា Sindri បានជួបគ្រោះថ្នាក់ធ្លាក់លើឆាកបាក់កស្លាប់ដំណឹងនោះបានធ្វើឲ្យ Hawkback កាត់ទុកមិនចង់ធ្វើអីទៀតទេក្រៅពីរកវិធីដើម្បីជួយ Sindri ឲ្យរស់ឡើងមកវិញក្រោយមកគាត់បានទៅធ្វើការជាមួយនឹង Gecko Moria ព្រោះ Gecko Moria នឹងអាចជួយឲ្យ Sindri រស់ឡើងមកវិញបានទោះបីជា Sindri ដែលរស់ឡើងមកវិញនឹងមានចរិតប្លែកបន្តិចតែនាងនៅតែស្អាតដដែលគាត់ជឿថា Sindri ក៏សប្បាយចិត្តដែរពេលបានរស់វិញអញ្ចឹងពេលដឹងរឿងហ្នឹង Chopper ហួសចិត្តជាមួយ Dr. Hawkback ខ្លាំងណាស់ដែលបានគិតថាឲ្យតែរាងកាយមួយមានចលនាគឺមានជីវិត Chopper យល់ថាជីវិតត្រូវតែមានសេរីភាពមិនមែនធ្វើតាមតែបញ្ជាដោយពួក Zombie អស់ហ្នឹងទេដោយសារតែមិនចង់ស្ដាប់ Chopper និយាយច្រើន Hawkback ក៏បញ្ជាឲ្យ Sindri ងើបឡើងហើយទៅចាត់ការ Chopper និង Robin ចោលនៅពេលនោះ Chopper បានលោតទៅចាប់ Sindri ជាប់ហើយព្យាយាមនិយាយដាស់ស្មារតីនាងឲ្យមានការចងចាំពីអតីតកាលឡើងវិញបានខ្លះនៅពេលនោះ Sindri បាននឹងព្រមញ៉ាំអំបិលទៅហើយ Hawkback បានបញ្ជាឲ្យឆ្កែ Penguin ហើយនិង Chikoro ចូលទៅជួយនាងដោយនិយាយថាឆាប់ជួយ Sindri អ្នកផ្សេងទៀតសម្រាប់ចោលទាំងអស់នៅពេលនោះឆ្កែ Penguin ក៏លោតទៅទាត់ Chopper មួយជើងឡើងចុកហើយក្នុងពេលជាមួយគ្នា Chikoro ក៏បានប្រើក្បាច់ដៃរបស់ Zoro វាយប្រហារទៅលើពួកគេផងដែរប៉ុន្តែក្បាច់ដៃរបស់គាត់វាប៉ះពាល់ដល់ឆ្កែ Penguin ដល់ពេលអញ្ចឹងទៅពួកគេក៏ចាប់ផ្ដើមឆ្លោះគ្នាហើយឈានដល់ដំណាក់កាលកាប់ចាក់ហើយនឹងវាយដំគ្នាមូលហេតុដែលពួកគេវាយគ្នាគឺដោយសារតែមុននឹង Dr. Hawkback បានបញ្ជាពួកគេជួយ Sindri ហើយនឹងសម្លាប់អ្នកផ្សេងចោលទាំងអស់អញ្ចឹង Chikoro ហើយនិងឆ្កែ Penguin ក៏មិនអាចលើកលែងឲ្យគ្នាបានដែរដល់ពេលអញ្ចឹង Robin ឆ្លាតក៏បដោតដៃទៅចាប់បិទមាត់ Hawkback ជាប់កុំឲ្យគាត់ដាក់បញ្ជាថ្មីទុកឲ្យពីរនាក់ហ្នឹងវាយគ្នាឲ្យហុយដីសិនចោះបន្ទាប់មក Robin ដឹងថា Hawkback មិនសូវឆ្លាតក៏បញ្ឆោតឲ្យ Hawkback និយាយដាក់បញ្ជាឲ្យនាងហើយនឹង Chopper លោតចុះពីលើអគារតែបញ្ជារបស់គាត់បានលើដល់ឆ្កែ Penguin និង Zombie Chikoro ធ្វើឲ្យពួកវាស្មានថា Hawkback បញ្ជាឲ្យពួកវាលោតចុះពីលើអគារក៏ធ្វើតាមអស់ពីឆ្កែ Penguin ហើយនិង Zombie Chikoro នៅចាំការពារគាត់ Hawkback ដូចអត់មានសង្ឃឹមអីទៀតទេពេលនោះ Hawkback បានបញ្ជាឲ្យ Sindri ជួយវាយការពារដើម្បីឲ្យគាត់រត់គេចប៉ុន្តែ Sindri ដែលបាននឹកឃើញអតីតកាលចាស់ៗរបស់នាងខ្លះហើយបានឈរស្រោតទឹកភ្នែកមិនធ្វើតាម Dr. Hawkback ទេ Chopper ហើយនិង Robin បាននាំគ្នាសន្និដ្ឋានថានៅពេលនេះរាងកាយរបស់ Sindri កំពុងតែប្រយុទ្ធឆាំងជាមួយនឹងស្មៅដែលគ្រប់គ្រងខ្លួនរបស់នាងប៉ុន្តែបន្តិចក្រោយមកស្រាប់តែ Sindri បាននិយាយថានាងនឹងសម្លាប់ពួកគេទាំងពីរនាក់ដល់ពេលអញ្ចឹងមិនចាំយូរទេ Robin បានបដោតដៃទៅចាប់នាងជាប់បន្ទាប់មក Hawkback ចង់រត់គេចចេញពីទីនោះតែ Chopper ក៏តាមទៅចាប់គាត់ជាប់ផងដែរនៅពេលនោះ Chopper បានប្រាប់ឲ្យ Robin ជួយបដោះជើងលើគាត់ឡើងឲ្យខ្ពស់ព្រោះគាត់ចង់ចាប់ Hawkback ដើរក្បាលជាប់មកខាងក្រោមពីទីខ្ពស់ចៃដន្យណាស់ពេលនោះស្រាប់តែ Zombie Oz បានទៅដល់ទីនោះដែលធ្វើឲ្យផែនការរបស់ Chopper ត្រូវបរាជ័យតែ Dr. Hawkback សោយខ្លាំងណាស់មានថ្មមួយផ្ទាំងធ្លាក់ទៅសង្កត់គាត់ជាប់ពេលហ្នឹងគាត់បានបញ្ជាឲ្យ Sindri ជួយគាត់ដែរតែ Sindri គាំងធ្វើអត់កើតមូលហេតុដែលនាងគាំងគឺដោយសារតែនាងបានចងចាំអតីតកាលរបស់នាងខ្លះឡើងមកវិញនាងបានបែរទៅញញឹមដាក់ Chopper ដើម្បីសម្ដែងការអរគុណដែលគាត់បានជួយរំលឹកនាងឲ្យចងចាំអតីតកាលចំណែក Dr. Hawkback វិញដោយសារតែគាត់នៅចំផ្លូវដើររបស់ Zombie Oz គាត់ត្រូវបាន Zombie Oz ជន់បែកអាច Zombie Oz ទៅកាន់ទីនោះគឺដើម្បីជួប Moria ព្រោះនៅពេលនេះរាងកាយរបស់គាត់អាចគ្រប់គ្រងសម្បត្តិរបស់ Luffy បានទាំងស្រុងហើយបានន័យថាចាប់ពីពេលនេះតទៅគឺគាត់ស្ដាប់តាមបញ្ជារបស់ Moria នៅពេលនោះ Moria បានបញ្ជា Zombie Oz សម្រាប់គ្នារបស់ Luffy ចោលទាំងអស់ហើយគ្នារបស់ Luffy មានប្រមាណអ្នកគាត់បានបិទនៅលើដៃរបស់ Zombie Oz រួចហើយចៃដន្យម៉េះនៅទីនោះអ្នកដែល Zombie Oz ស្រកឃើញមុនគេគឺ Captain Luffy នៅពេលនោះមិនចាំយូរទេ Zombie Oz បានប្រើក្បាច់កម្មរបស់ Luffy វាយប្រហារទៅលើគាត់ការវាយនៅលើនោះមិនដឹងថាខុសឬត្រូវទេតែ Zombie Oz បានធ្លាក់ចុះទៅខាងក្រោមដែលមានគ្នារបស់ Luffy ខ្លះទៀតនៅទីនោះក្នុងចំណោមនោះ Sanji ក៏កំពុងតែជួយរំដោះ Nami ដែលកំពុងតែស្លាប់ផងដែរតែ Absalom ដែលជាជនឆ្លៀតអាកាសបានបំផាំងកាយទៅលួចយក Nami ចេញពីដៃរបស់ Sanji នៅពេលនោះ Sanji ខឹងជាមួយ Absalom ខ្លាំងណាស់តែគាត់គ្មានឱកាសបានវាយដណ្ដើមយក Nami មកវិញទេព្រោះនៅពេលនេះ Zombie Oz កំពុងតែស្វែងរកមុខគាត់បន្ទាប់ពីបានចាត់ការ Sanji រួចហើយ Zombie Oz ក៏វាយទម្លុះអគារចេញទៅខាងក្រៅហើយនៅទីនោះគាត់បានឃើញគ្នារបស់ Luffy 3នាក់ទៀតមាន Zoro, Frankie ហើយនិង Brook នៅពេលនោះផងដែរ Frankie បានឃើញ Sanji កំពុងតែវាយចេញពីកំណរបាក់បែករបស់អគារបានន័យថាគាត់មិនអីទេអ្វីដែលធ្វើឲ្យ Sanji សោកស្ដាយបំផុតនៅពេលនោះគឺ
គាត់ប្រហែលបណ្ដាលឲ្យអាស្លំលុយយកណាមីយកទៅបាត់ចំណែកលូហ្វីវិញក៏មិនត្រូវរបួសអីជាធ្ងន់ធ្ងរដែរហើយនៅពេលនេះគាត់កំពុងតែរត់ដេញតាមម៉ូរីយើងនឹងបានឃើញការប្រយុទ្ធគ្នារវាងក្រុមលូហ្វីនិង Zombie Ox នៅវីដេអូក្រោយ